ប្រទាលពុះក្រាយឬក៏ហៅបានថាស្នេកផ្លាស់ថ្នាំព្យាបាលជំងឺសួតឈឺសន្លាក់រមាស់សើស្បែកនិងខ្ទួយតិចក្អែបខាំវាប្រើប្រាស់ឈឺសន្លាក់និងជំងឺសួតបងប្អូនគ្រាន់តែយកដើមទាំងស្លឹកទាំងដើមទាំងឫសលាងសម្អាតទឹកឲ្យស្អាតហើយហាន់ជាកង់ៗបន្ទាប់មកយកទៅដាក់ហាលថ្ងៃរួចហើយបងប្អូនចាប់បរិមាណចំនួន1ក្តាប់ដៃស្មើនឹង30 ក្រាមបន្ទាប់មកបងប្អូនយកទៅដាក់ដាំទឹកចំនួន1 លីត្រកន្លះដាំឲ្យពុះរម្ងាស់15 នាទីបងប្អូនយកមកហូបការហូបផងដែរមិនកំណត់ពេលនោះទេហើយពេលណាហូបពេលហ្នឹងព្យាយាមហូបឲ្យបានរយៈពេល2 សប្តាហ៍ទៅបញ្ហាឈឺសន្លាក់និងជំងឺសួតរបស់បងប្អូននឹងចាប់ដើមបានធូរស្បើយហើយសម្រាប់បងប្អូនដែលមានបញ្ហារមាស់ស្បែកនិងខ្ទួយតិចក្អែបខាំបងប្អូនគ្រាន់តែយកស្លឹករបស់វាមួយធាងបុកឲ្យម៉ត់ហើយពូតច្រោះយកទឹករបស់វាយកឲ្យបងប្អូនយកទៅលាបលើស្បែករបស់បងប្អូនរមាស់នោះមួយថ្ងៃ2 ដងលាបត្រឹមតែរយៈពេល3 ថ្ងៃទេបញ្ហារមាស់ស្បែករបស់បងប្អូននឹងបានធូរស្បើយហើយសម្រាប់បងប្អូនដែលមានខ្ទួយតិចក្អែបខាំបងប្អូនយកកាករបស់វានោះទៅបិទបំពកចំកន្លែងដែលបងប្អូនមានរបួសនោះមួយថ្ងៃបិទ2 ដងបិទត្រឹមតែរយៈពេល3 ថ្ងៃទេបញ្ហាខ្ទួយតិចក្អែបខាំរបស់បងប្អូននឹងបានធូរស្បើយហើយសូមអរគុណសូមជម្រាបលា